បាទសួស្តីពុកម៉ែបងប្អូនខ្ញុំលីហួរឥឡូវបងប្អូនមកទស្សនានៅវីដេអូបើកឆារបស់ខ្ញុំសិនបាទបាទសួស្តីពុកម៉ែបងប្អូនខ្ញុំលីហួរថ្ងៃនេះរៀងប្លែកខ្លាំងបងប្អូនដោយសារឥឡូវខ្ញុំនៅលើទ្រុងឡានខាងក្រោយបាទមុំបងប្អូននេះមុំខ្លាំងបងប្អូនចង់ជិះលក្ខណៈគ្រួសារក៏បានចង់ដឹកអីវ៉ាន់ក៏បានបាទបានគ្រប់សន្តានភាពទាំងអស់បងប្អូនលឹបមកបងប្អូនចូលកັບមកខ្ញុំមកមើលមកជុំឡានបាទនេះយើងលេងតែមអបរ៉ូតហើយបងប្អូនបាទតែមអបរ៉ូតទឹកថ្នាំមកជុំគឺស្អាតទាំងអស់បងប្អូនបាទនេះកាងមុំណាបងប្អូនមុំដៃសុតបងប្អូនបាទនេះបកែលើបងប្អូនបាទឥឡូវមកមើលទៀតមកខ្ញុំមកជុំសិនចាំយើង check ខាងក្នុងថាវាមានអីខ្លះមកនេះមកបាទឥឡូវយើងមកមើលផ្នែកខាងមុខបងប្អូនផ្នែកខាងមុខគឺមានគុជបងប្អូនគុជមាន2គ្រាប់ខាងលើមួយខាងក្រោមមួយបាទគុជ7កាងគឺយើងតម្លើងគុជទាំងអស់បងប្អូននេះ logo Nissan បងប្អូនដឹងហើយ Nissan របស់ជប៉ុនបងប្អូនតាណានេះគុជខាងនេះមួយគ្រាប់ទៀតបងប្អូនបាទគុជខាងក្រោមគុជទាំងអស់ឡាននេះអញ្ចឹងបញ្ហាពាក់ព័ន្ធមួយភ្លើងបងប្អូនមិនបារម្ភទេបាទអូខេឥឡូវបងប្អូនមើលទៀតតទៀតមើលទឹកថ្នាំតាមខ្ញុំបាទ UV តូទឹកបាទគឺយើងលេងអស់ហើយបងប្អូនបាទ UV តូទឹកបាទឈ្នន់ទឹកថ្នាំគឺស្អាតបងប្អូនណាមើល UV ក្រោយគឺយើងលេងហើយមកជុំបាទនេះមកនេះទៀតបងប្អូនមកមើលអស់មកបាទហើយសម្រាប់ទ្រុងក្រោយបងប្អូនឆ្លាស់នេះនៅលើកាមេរ៉ាឲ្យខ្ពស់មកឲ្យបងប្អូនគាត់មើលខាងប្លុកក្នុងក្រោយវាឆ្លាស់ហ៎បងប្អូនបាទអាចដឹកអីវ៉ាន់បានដឹកគ្នាក៏បានខាងក្នុងក៏ពីរបាំងទៀតអញ្ចឹងឡាននេះស្រួលបងប្អូនលក្ខណៈគ្រួសារក៏បានអាជីវកម្មក៏បានបាទអូខេមកឥឡូវយើង check ខាងមុខមកចំហៀងមកជុំឡានអស់ហើយឥឡូវយើងចាប់ដើម check គ្រឿងក្នុងវាម្ដងតែគ្រឿងក្នុងវាមានអីខ្លះមកចូលមកបាទតើយើងបើកទ្វារមកគឺមានបេតុងដូចឡានទូទៅបងប្អូនបាទវិជាកញ្ចក់ឡើងលើចុះក្រោមលុកទ្វារអីទាំងអស់ហ្នឹងនិយាយទៅដូចឡានទូទៅទេអូខេឥឡូវទៀតអានេះចូលខាងក្នុងក្រោយបាទនេះចូលមកលឹបអូខេខាងក្នុងបងប្អូនបាទដៃចកោតធម្មតាចុច mood អីគេទេនេះ mood ហើយនេះ play កុងទ័រធម្មតាបងប្អូននេះញ៉េBluetooth បងប្អូនកាមេរ៉ាមុខក្រោយមកក៏ play កាមេរ៉ាមុខកាមេរ៉ាក្រោយសិនតិចកម្រិតសីតុណ្ហភាពខ្យល់បាញ់មកមុខជើងឆ្វេងស្ដាំនិយាយទៅដូចឡានទូទៅការប្រើប្រាស់គឺងាយស្រួលបងប្អូនឡាននេះបាទហើយនេះសិក្ខាលេខធម្មតានេះកន្លែងដាក់ទឹកបាទកន្លែងដាក់ទឹកនេះក្លុបដាក់អីវ៉ាន់វាមានខាងក្រៅមួយខាងលើមួយបងប្អូនបាទហើយកញ្ចក់នេះបងប្អូនកញ្ចក់នេះពេលដែលភ្លើងគេជះមកពីក្រោយគឺអត់ចាំងភ្នែកយើងគឺវាអូតូម៉ាទិកហ៎បងប្អូនបាទនេះកន្លែងគេនេះដាក់វ៉ែនតាបងប្អូនបាទនេះបើកដបូលបាទបើកដបូលហ្នឹងអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនចាំខ្ញុំបើកប្លុកសិនឲ្យបងប្អូនមើលណាអញ្ចឹងខាងក្នុងវាសាមញ្ញបងប្អូនអត់មានអីច្រើនទេខាងក្នុងពុកអីស្អាតបាទកម្រាលជើងកម្រាលអីហើយឡាននេះគឺសាច់ដៃបងប្អូនអត់មានបុកប៉ះទេក្លុកក្លៀតគឺនៅស្រៀងទាំងអស់មើលខ្ញុំធ្វើហែកកញ្ចៅបងប្អូនមើលតិចបានណាឃើញណាបើវាកឡាបឬក៏មួយយើងបាញ់ថ្នាំបាញ់អីថ្មីគឺវាខូចអស់ហើយប៉ុន្តែនេះគឺនៅសំណុំរបស់វាមកវិន័យមកចឹងបាទអូខេឥឡូវបងប្អូនមកមើលផ្នែកប្លុកម៉ាស៊ីនខ្ញុំទាំងអស់គ្នាបាទអូខេប្លុកម៉ាស៊ីនក៏ភ្ញាក់ដែរបងប្អូន Nissan Frontier បាទទូទៅម៉ាស៊ីនសាំងបងប្អូនប៉ុន្តែនេះម្ចាស់គាត់កែដាក់ម៉ាស៊ីនមកសុទ្ធដាក់ម៉ាស៊ីន Prado បងប្អូនម៉ាស៊ីនដែលស្រុកខ្មែរយើងពេញនិយមជាងគេសម្បូរគ្រឿងបន្លាស់បាទរថយន្ត Prado បាទ One Gazette តែគេហៅមួយយ៉ាងទៀតហ្នឹងណាបាទអញ្ចឹងអានេះយើងបានម៉ាស៊ីនសុទ្ធឲ្យស្រេចបងប្អូនសំចៃខ្លាំងណា
100 គីឡូស៊ីអត់ដល់10លីត្រទេខ្ទង់ល្បាក់6ទៅ7លីត្របងប្អូនបាទញ៉ាកុយអាម៉ារ៉ុនល្អបងប្អូនបាទក្លុកក្លៀតស្អាតអត់មានបុកប៉ះហើយមិនសិនជាប្រអប់លេខគ្រឿងក្រោមអីគឺអែមហាប់ទូយកបានបងប្អូនបាទអញ្ចឹងបងប្អូនខ្ញុំមានតែប៉ុណ្្នឹងសម្រាប់បងប្អូនដែលចង់តាក់ទងមកបងប្អូនអាច inbox ចូល TikTok YouTube ហើយនិង Facebook Page របស់ខ្ញុំបានហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទបាទ096លេខ4ការ៉េ5 91បាទលេខហ្នឹងគឺមាន Telegram តែសម្រាប់លេខមួយទៀតគឺលេខ Share Card 085 60 8 គុត6គុតបងប្អូនបាទលេខហ្នឹងគឺអត់មាន Telegram ទេបាទអញ្ចឹងអរគុណជម្រាបលាបងប្អូនជូនពរបងប្អូនសុខភាពល្អសំណាងល្អពេញមួយជីវិតបាទជម្រាបលាបងប្អូនបាទបាយបាយ